ខ្ញុំមានសារមួយចុងផ្ញើទៅកាន់មនុស្សម្នាក់ដែលតែងតែខិតខំប្រឹងប្រែងដើម្បីអ្នកដទៃតែងតែបារម្ភពីអារម្មណ៍អ្នកជុំវិញខ្លួនតែងតែធ្វើជាជំរកនិងជាកម្លាំងចិត្តឲ្យគេប៉ុន្តែបើជាភ្លេចស្រឡាញ់និងមើលថែខ្លួនឯងទៅវិញតើអ្នកធ្លាប់សួរខ្លួនឯងទេថាលើកចុងក្រោយអ្នកសួរខ្លួនឯងតើថ្ងៃនេះខ្ញុំហត់ទេឬតើខ្ញុំមានក្តីសុខដែរឬទេគឺនៅពេលណាជារឿយយើងរស់នៅក្នុងពិភពមួយដែលបង្រៀនឲ្យយើងធ្វើជាមនុស្សល្អធ្វើជាដៃគូដ៏យល់ចិត្តធ្វើជាកូនដ៏ល្អឬជាមិត្តភក្តិដែលចេះជួយគេប៉ុន្តែគ្មាននរណាម្នាក់មករៀនយើងថាប្រសិនបើយើងស្រឡាញ់អ្នកដទៃរហូតដល់បាត់បង់ខ្លួនឯងតើវាមានតម្លៃដែរឬទេអ្នកប្រឹងអត់ធ្មត់អ្នកប្រឹងលេបត្របាក់ភាពឈឺចាប់និងស្នាមទឹកភ្នែកតែម្នាក់ឯងព្រោះតែខ្លាចគេអន់ចិត្តខ្លាចគេមើលមកយើងមិនល្អឬខ្លាចការបាត់បង់ប៉ុន្តែអ្នកភ្លេចគិតថាមនុស្សដែលកំពុងឈឺចាប់បំផុតនៅពេលនេះគឺខ្លួនអ្នកផ្ទាល់មនុស្សជាច្រើនយល់ច្រឡំថាការផ្ដោតលើខ្លួនឯងគឺជាអំពើអាត្មានិយមប៉ុន្តែការពិតទៅការស្រឡាញ់ខ្លួនឯងមិនមែនជាការមិនខ្វល់ពីអ្នកដទៃនោះទេវាគឺជាការកំណត់ព្រំដែនផ្លូវចិត្តគឺជាការសួរខ្លួនឯងថាតើអ្វីដែលខ្ញុំកំពុងធ្វើនេះវានាំមកនូវសន្តិភាពឬជាសម្ពាធដល់ចិត្តខ្ញុំប្រសិនបើទឹកនៅក្នុងកែវរបស់អ្នកស្ងួតអស់តើអ្នកអាចយកទឹកឯណាទៅចាក់ចែងឲ្យអ្នកដទៃបានទៀតចិត្តរបស់អ្នកក៏ដូចគ្នាប្រសិនបើអ្នកមិនចេះបំពេញសេចក្តីសុខឲ្យខ្លួនឯងទេអ្នកក៏មិនអាចផ្ដល់សេចក្តីសុខពិតប្រាកដទៅឲ្យអ្នកណាបានដែរឈប់រំពឹងឲ្យអ្នកដទៃមកមើលឃើញតម្លៃរបស់អ្នកនៅពេលដែលអ្នកខ្លួនឯងមិនទាន់ផ្ដល់តម្លៃឲ្យខ្លួនឯងនោះឈប់សំទោសចំពោះអារម្មណ៍ពិតរបស់អ្នកឈប់ទ្រាំនៅក្នុងទំនងឬបរិយាកាសដែលធ្វើឲ្យអ្នកតូចចិត្តនិងថយចុះតម្លៃហើយអនុញ្ញាតឲ្យខ្លួនឯងមានសិទ្ធិហត់មានសិទ្ធិទន់ខ្សោយនិងមានសិទ្ធិនិយាយថាទេចំពោះអ្វីដែលធ្វើឲ្យអ្នកឈឺចាប់ពីថ្ងៃនេះតទៅសូមរៀនធ្វើជាមិត្តល្អបំផុតរបស់ខ្លួនឯងពេលយប់ឡើងមុនពេលបិទភ្នែកគេងចែកពេលវេលាបន្តិចដើម្បីអរគុណរាងកាយនិងបេះដូងមួយនេះដែលបានប្រឹងប្រែងជំនះរឿងរ៉ាវជាច្រើនពេញមួយថ្ងៃសូមចាំថាការស្រឡាញ់ខ្លួនឯងមិនមែនជាគោលដៅចុងក្រោយឡើយប៉ុន្តែវាគឺជាដំណើរជីវិតរាល់ថ្ងៃអ្នកមានតម្លៃគ្រប់គ្រាន់ក្នុងការទទួលបានសេចក្តីស្រឡាញ់និងសន្តិភាពក្នុងចិត្តថ្ងៃនេះកុំភ្លេចថ្នមចិត្តខ្លួនឯងឲ្យបានច្រើនណាស់